តម្លៃហាងឆេងមាសបានស្ទុះងើបឡើងខ្លាំងបន្ថែមទៀតនៅក្នុងព្រឹកថ្ងៃពុធនេះបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃសូមស្វាគមន៍មកកាន់វិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃពុធទី24ខែធ្នូឆ្នាំ2025យើងឃើញថាតម្លៃហាងឆេងមាសបានបន្តស្ទុះងើបឡើងលើខ្លាំងបន្ថែមទៀតពលគឺបានកើនឡើងដល់កម្រិតប្រមាណជា$4,517ក្នុង1អោនឬក៏ប្រមាណជា$5,442ក្នុង1តម្លឹងគិតត្រឹមម៉ោង7:50នាទីព្រឹកនេះយើងចូលមកមើលការវិភាគបច្ចេកទេសទាំងអស់គ្នាថាតើថ្ងៃនេះនឹងអាចបន្តកើនឡើងទៅដល់ណាបន្ថែមទៀតឬក៏អាចនឹងមានការធ្លាក់ចុះទៅដល់កម្រិតណាបាទយើងចាប់ផ្ដើមមើលពីបកគោប្រចាំថ្ងៃទៅបងប្អូនសម្រាប់បកគោប្រចាំថ្ងៃយើងឃើញថាមាសគឺបន្តស្ទុះងើបឡើងទៅលើខ្លាំងបន្ថែមទៀតបាទយើងអត់មានឃើញមានសញ្ញាណាមួយដែលបង្ហាញពីការធ្លាក់ចុះមកវិញទេកម្លាំងទិញគឺនៅខ្លាំងនៅឡើយបាទអញ្ចឹងក្នុងករណីបើសិនជាមានការធ្លាក់ចុះបាទមាសអាចនឹងមានការធ្លាក់ចុះមកប៉ះជាមួយគេហៅថា previous high របស់វានេះពូមាសជាទូទៅបើសិនជាឡើងបង្កើតចន្លោះជួញដូរថ្មីវានឹងធ្លាក់ចុះមកបង្កើតជា correction បាទអញ្ចឹងយ៉ាងណាមិញយើងអត់តន់ឃើញមានសញ្ញាចុះទេប៉ុន្តែបើមានសញ្ញាចុះនេះបងប្អូនទិញមាសគីឡូណាអាចធៀមទិញពីតំបន់ហ្នឹងទៅបានបាទអាចខ្ទង់4,300ក្រាស់បាទទៅ4,400ហ្នឹងបាទហ្នឹងគឺជាកម្រិតទាបដែលខ្ញុំមើលឃើញថាបើសិនជាមានការ retrace ចុះអាចមកប៉ះក្នុងតំបន់នេះវិញប៉ុន្តែឥឡូវអត់តមានណាខ្ញុំបញ្ជាក់កម្លាំងនៅឡើងដដែលបាទឥឡូវយើងចូលមើលបកគោ4ម៉ោងទាំងអស់គ្នាបាទសម្រាប់បកគោ4ម៉ោងយើងមើលឃើញថាមាសគឺស្ថិតនៅក្នុងទំនោរឡើងដដែលបាទហើយកម្លាំងទិញក៏នៅតែបន្តមានកម្លាំងទិញយ៉ាងខ្លាំងទៅលើដែរអត់ខុសពីបកគោប្រចាំថ្ងៃប្រហែលទេអត់តមានសញ្ញាណាមួយបង្ហាញពីការធ្លាក់ចុះខ្លាំងមកវិញណាហើយបើសិនជាការ retrace ចុះបាទក៏អត់មានដែរក្នុងព្រឹកនេះបាទអត់តមានទេបាទតោះឥឡូវយើងមកមើលបកគោ time frame រយៈពេល1ម៉ោងទាំងអស់គ្នាបាទ time frame រយៈពេល1ម៉ោងខ្ញុំបានបែងចែកជាកម្រិតទាបហើយនិងកម្រិតខ្ពស់បាទកម្រិតទាបគឺមាន3តំបន់តំបន់ទី1គឺនៅ$4,470ទៅ$4,475ក្នុង1អោនជាកម្រិតទាបទី1កម្រិតទាបទី2គឺនៅក្នុងតំបន់$4,440ទៅ$4,447ក្នុង1អោនហើយនឹងតំបន់ទី3នោះបាទគឺនៅ$4,400ទៅ$4,408ក្នុង1អោនកម្រិតទាបទាំង3តំបន់នេះគឺជាបាទតំបន់ដែលយើងអាចធ្វើការធៀមទិញឡើងមកវិញសម្រាប់កម្រិតខ្ពស់ក៏មាន3តំបន់ដូចគ្នាបាទតំបន់ទី1បាទឥឡូវនេះគឺឡើងមកប៉ះតំបន់ទី1ហើយគឺនៅតំបន់$4,512ទៅ$4,520ហើយសម្រាប់តំបន់ខ្ពស់ទី2គឺនៅតំបន់$4,540ទៅ$4,548បាទហើយនឹងតំបន់ខ្ពស់ទី3គឺនៅកម្រិត$4,580ទៅ$4,590ក្នុង1អោនអញ្ចឹង3តំបន់នេះគឺជាតំបន់ដែលយើងអាចធ្វើការធៀមលក់ចោះមកវិញតែឡែកផឹកនេះគឺវាបានមកប៉ះតំបន់ខ្ពស់ទី1ហើយបាទបើសិនជាវាឡើងបុកអត់ដាច់ទេមាសអាចនឹងមានការ retrace ធ្លាក់ចុះមកខាងខមវិញប៉ុន្តែបើសិនជាបុកដាច់ទៅលើបាទបុកដាច់ទៅលើយើងទិសដៅបន្ទាប់កម្រិតខ្ពស់បន្ទាប់គឺនៅបាទតំបន់$4,540ទៅ$4,548បាទអញ្ចឹងឡើងមកដល់តំបន់ហ្នឹងចាំយើងក៏មើលបើសិនជាអត់មានសញ្ញាលក់ទៀតនៅតែបន្តឡើងបាទ$4,508ទៅ$4,509អញ្ចឹងក្នុងករណីបើសិនជាមាសបាទឡើងទៅបុកអត់ដាច់តម្លៃแบบតំបន់បច្ចុប្បន្ននេះទេបាទបងប្អូនអាចពិចារណាធ្វើការលក់ចោះវិញហើយមើលសញ្ញា confirm ហើយបើសិនជាធ្លាក់ដល់$4,470នេះវិញចាំយើងត្រៀមធ្វើការទិញឡើងទៅវិញបាទត្រៀមធ្វើការទិញឡើងទៅវិញអញ្ចឹងសម្រាប់បងប្អូនដែលចង់បើកគណនីកក់ហាងចេញមាសបងប្អូនអាចតាក់ទងមកបានតាមរយៈលេខទូរស័ព្ទដែលមាននៅក្នុង caption ហើយលេខទូរស័ព្ទនេះក៏យើងមាន Telegram ដែរសម្រាប់លេខប្រព័ន្ធ011ណាបាទអញ្ចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងសូមអរគុណសូមគោរពលាបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបន្តបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ